ជំរាបសួរបងប្អូនថ្ងៃនេះមកទៀតហើយគឺមកលោកបងប្អូនថ្ងៃជាមួយនឹងស្វាយជាមួយនឹងអំបិលហុកនិយាយពីថាទៅនៅផ្ទះគឺថ្ងៃទឹកដឹងតែក្លៀនបញ្ជួយបងប្អូនហើយស្វាយនឹងមិនបេះនៅដើមទេបងប្អូនណាគឺជីគឺទិញដល់ស្វាយរៀងក្លៀនខ្លាំងពេកពេលយើងទៅទិញអាស្វាយស្រួលទិញកន្លះគីឡូមកវុតនៅឯងហ្នឹងហើយបាញ់មកទេបងប្អូនណាទៅពីរហូតថ្ងៃទឹកនៅផ្ទះហ្នឹងនិយាយថាហូបយក1គីឡូវិញញាក់សាច់ត្មងបាទនិយាយពីសាច់ស្វាយយើងមានគឺជូរមកល្មមជាមួយនឹងអំបិលបុកប្រហុកនេះហើយអំបិលហ្នឹងខ្ញុំថាខ្ញុំឆេះមកណាគឺខ្ញុំមើលក្រុមចន្ទរះថ្មីគាត់ថតវីដេអូគាត់បុកប្រហុកចឹងទៅនៅមានអីដាក់តាមគាត់ដែរទៅឆ្ងាញ់មែនតើបងប្អូនមកទៅពីតែផ្នែកសន្លឹងចុះឡើងដល់ស្អីថតតែហើយនៅមួយគឺមកលេងច្រើនពេកចឹងគេចេះសន្លឹងមើលឃើញយើងធ្វើកែកាប់ឡើងខ្លីស្វាយរបស់យើងដួសហើយដាក់បាត់ចូលមកនិយាយថាឆ្ងាញ់ចុះចិត្តសម្រាប់បងប្អូនដែរធ្វើការមួយខ្ញុំនៅរោងចក្រចឹងគាត់តែសួរទៅថតពីយប់ម៉ែថតពីយប់ចឹងគេឃ្លានណាខ្ញុំឡើងទៅណាខ្ញុំចង់ថតពីថ្ងៃដែរបងប៉ុន្តែខ្ញុំរួធ្វើការដល់ពេលចឹងតនេទៅពេលយប់ទេហើយវីដេអូខ្លះថតពេលថ្ងៃតែយកមកពោពេលយប់ដោយវីដេអូនឹងជាដើមតែមានពេលកាត់ទេថតតាំងពីថ្ងៃទឹកឥឡូវចូលថ្ងៃនេះមកចូលដល់ថ្ងៃសៅរ៍វិញទៀតនេះហើយបើអ្នកផ្សេងវិញគឺសួរខ្ញុំថាខ្ញុំហូបជាងតំណងអត់ឆ្ងាញ់អត់ក៏សម្ដែងវីដេអូខ្ញុំហូបអីហ្នឹងរបស់ណាអត់ឆ្ងាញ់ខ្ញុំថាឆ្ងាញ់របស់ឆ្ងាញ់ខ្ញុំហូបនិយាយត្រង់ហើយរបស់ណាខ្ញុំទិញមកថតហ្នឹងសឹកតែរបស់ណាខ្ញុំចូលចិត្តទេបើខ្ញុំទិញយកមកថតបើបងអ្នកធ្វើវីដេអូដៃថ្មីដូចខ្ញុំមិនយល់រំនឹងថាពេលដែលចាប់ដើមធ្វើភ្លាមមានអ្នកសួរមានអ្នករិះគន់មានអ្នកនិយាយជន់ប៉ុន្តែអាចឃើញចុច like ចុចអីទេប៉ុន្តែតាមដានយើងគ្រប់វីដេអូចូលនៅវីដេអូយើងវិញបងប្អូនគឺថាមាត់ស្ពានចុចនេះអ្នកអង្គុយចិត្តនេះហូរទឹកមាត់រហូតវីដេអូហ្នឹងក៏ទៅខ្ញុំត្រូវដាក់សលេងស៊ីនប៉ុន្តែខ្ញុំថតទៅវាទៅជាដាច់សលេងវិញពីចឹងត្រូវបញ្ចូលឲ្យវីដេអូក៏អត់មានអីវិញសម្រាប់បងប្អូនដែលអូខេខ្ញុំជួយចុច like និង follow បងប្អូនម្នាក់មួយផង